តនៅពេលដែលយើងសិក្សានៅក្នុងដេប៉ាតេម៉ង់គ្រប់គ្រងអភិវឌ្ឍធនធានធម្មជាតិយើងទទួលបានចំណេះដឹងនិងជំនាញអ្វីខ្លះព្រមទាំងមានឱកាសការងារអ្វីខ្លះនៅពេលដែលយើងសិក្សានៅក្នុងដេប៉ាតេម៉ង់គ្រប់គ្រងអភិវឌ្ឍធនធានធម្មជាតិយើងទទួលបានចំណេះដឹងនិងជំនាញដូចជាគោលការណ៍អភិវឌ្ឍដល់និរន្តរភាពការកំណត់តម្លៃសេដ្ឋកិច្ចសរុបធនធានធម្មជាតិសុវត្ថិភាពបរិស្ថាននិងសង្គមអភិរក្សជីវៈចម្រុះនិងគ្រប់គ្រងតំបន់ការពារធម្មជាតិការរៀបចំស្ដារនិងកែលម្អស្ថានប្រព័ន្ធធម្មជាតិការឆ្លើយតបការប្រែប្រួលអាកាសធាតុនិងហានិភ័យវិភាគគោលនយោបាយនិងបទបញ្ញត្តិធនធានបរិស្ថានអនុវត្តការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រភាសាអង់គ្លេសជំនាញនិងកម្មវិធីកុំព្យូទ័រចំពោះឱកាសការងារក្រោយពីបញ្ចប់ការសិក្សានៅក្នុងស្ថាប័នរដ្ឋាភិបាលយើងអាចក្លាយទៅជាមន្ត្រីរាជការតាមក្រសួងពាក់ព័ន្ធនឹងការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិនានាចំពោះអង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិគឺយើងអាចក្លាយទៅជាអ្នកប្រឹក្សាយោបល់ជំនាញការអ្នកសម្របសម្រួលគម្រោងចំពោះក្រុមហ៊ុនឯកជនជាតិនិងអន្តរជាតិគឺយើងអាចក្លាយទៅជាអ្នកជំនាញការវិតម្លៃហេតុប៉ះពាល់បរិស្ថានអេកូទេសចរកំណត់តម្លៃសេដ្ឋកិច្ចនិងអាជីវកម្មធនធានធម្មជាតិអភិវឌ្ឍសហគ្រិនសង្គមចំពោះគ្រឹះស្ថានអប់រំនិងការស្រាវជ្រាវគឺយើងអាចក្លាយទៅជាសាស្ត្រាចារ្យអ្នកស្រាវជ្រាវវិទ្យាសាស្ត្រវិភាគគោលនយោបាយឬអ្នកប្រឹក្សាយោបល់ចាំបើសិនជាបងប្អូនមានបំណងក្នុងការស្វែងរកការងារធ្វើកម្មសិក្សាចង់ប្រឹក្សាយោបល់ទាក់ទងនឹងបញ្ហាផ្សេងៗឬក៏សម្រាប់ក្រុមហ៊ុនដែលចង់ស្វែងរកសិស្សនិស្សិតទៅបម្រើការងារអាចទាក់ទងមកកាន់ Telegram របស់ UICC តាមរយៈ QR Code និង link ខាងលើ